ថ្ងៃទី17ខែមេសាឆ្នាំ1975ក្តីសង្ឃឹមនៃសន្តិភាពបានប្រែជាស្រមោលខ្មៅងងឹតត្រឹមតែមួយប្រវិចភ្នែកទីក្រុងដែលធ្លាប់តែអ៊ូអរប្រែជាស្ងប់ស្ងាត់ដូចទីក្រុងខ្មោចមនុស្សរាប់លាននាក់ត្រូវបានគេបង្ខំឲ្យបោះបង់ផ្ទះសម្បែងនិងចាក់ចេញទាំងគ្មានទិសដៅក្រោមពីបញ្ឆោតថាចេញតែ3ថ្ងៃនឹងបានត្រឡប់មកវិញនៅក្រោមមេឃនៃរបបកម្ពុជាប្រជាធិបតេយ្យសេរីភាពត្រូវបានលុបបំបាត់លុយកាក់ទីផ្សារនិងសាលារៀនត្រូវបានជំនួសដោយសហគមន៍មនុស្សម្នាក់ប្រៀបដូចជាគ្រឿងម៉ាស៊ីនដែលគ្មានវិញ្ញាណធ្វើការងារជាទម្ងន់ពីព្រលឹមទល់ព្រលប់ក្រោមពន្លឺថ្ងៃដុតកម្ដៅនិងការស្រែកគំរាមពីកងឆ្លងរង្វាន់នៃការនឿយហត់គឺត្រឹមតែបបររាវមួយវែកដែលមានអង្គរាប់គ្រាប់បានភាពអត់ឃ្លាននិងជំងឺដំកាត់បានដេញតាមប្រកិតពីក្រោយខណៈដែលថ្នាំពេទ្យមានត្រឹមតែថ្នាំទន្សាយដែលធ្វើពីមើមឈើឥតន័យអង្គការមានភ្នែកមនុស្សពាក្យសម្ដីនេះបានធ្វើឲ្យបេះដូងគ្រប់គ្នាខំសាមិត្តភ័ក្តិលែងទុកចិត្តគ្នាប្តីប្រពន្ធត្រូវបែកបាក់ឪពុកម្ដាយលែងស្គាល់កូនកាលណាឮពាក្យថាអង្គការហៅទៅរៀនសូត្រនោះមានន័យថាដំណើរនោះគឺជាដំណើរដែលគ្មានថ្ងៃវិលត្រឡប់មកវិញវ៉ែនតាមួយដួងដែលបែកបាក់សៀវភៅមួយក្បាលដែលត្រូវភ្លើងឆេះគឺជាសាក្សីនៃមហន្តរាយអ្នកចេះដឹងគ្រូបង្រៀននិងសិល្បករត្រូវបានចាត់ទុកជាសត្រូវចំណេះដឹងត្រូវបានគេជន់ឈ្លីសាសនាត្រូវបានគេបំបិទសល់ត្រឹមតែទឹកភ្នែកនិងវាលពិឃាតដែលពោពេញដោយសាកសពឥតឈប់ឈរ74 ឆ្នាំនៃសុបិនអាក្រក់មនុស្សជិត2លាននាក់បានបាត់បង់ជីវិតទំព័រប្រវត្តិសាស្ត្រនេះមិនមែនសរសេរឡើងដើម្បីឲ្យយើងខំសប្បាយនោះទេប៉ុន្តែគឺដើម្បីឲ្យយើងចងចាំនៅតម្លៃនៃសន្តិភាពចងចាំនៅភាពរឹងមាំនៃដួងព្រលឹងខ្មែរនិងដើម្បីធានាថាសោកនាដកម្មនេះនឹងមិនវិលត្រឡប់មកវិញជាដាច់ខាតមិនថាថ្ងៃនេះឬថ្ងៃស្អែក